ក្នុងពិធីជំនឿនិងទំនៀមទម្លាប់របស់អ្នកស្រុកអង្គរពិធីបុណ្យសពគឺជាកិច្ចដ៏សំខាន់មួយនៅក្នុងចំណោមពិធីឆ្លងវ័យផ្សេងទៀតពិធីនេះធ្វើឡើងដើម្បីតបស្នងសងគុណនិងខិតខំធ្វើយ៉ាងណាឲ្យសពដែលបានស្លាប់នោះបានទៅចាប់ជាតិនៅឋានដ៏ល្អប្រពៃមកកន្លែងយើងដីខាងយើងជើងគោនេះណាមកប្រទេសកម្ពុជាស្រាប់ពើមានទៅថាមានតែជើងគោទេដែលធ្វើកុសពីមិនได้ចេះធ្វើបនខ្មោចមួយហើយដល់សរុបមួយណាអត់ទៅមានទេរឿងបនខ្មោចច្រើនឬតែភ្នំយូងហើយមាន14 10ឬ7 8 10 20នៅតំបន់អង្គរពិធីបុណ្យសពត្រូវបានបែងចែកជា2ដំណាក់កាលធំៗដោយដំណាក់កាលដំបូងគេយកសពទៅកប់បណ្ដោះអាសន្ននៅគោកខ្មោចដែលជាទីទួលព្រៃរួមរបស់អ្នកស្រុកគោលបំណងគឺដើម្បីឲ្យដីនិងទឹករំលាយសាច់រាងកាយជាមុនសិនบรานគេថាយើងកើតមកតែងតែរស់ស៊ីចិញ្ចឹមកូនចិញ្ចឹមខ្លួនចិញ្ចឹមប្រាណនោះរស់នឹងដីធ្លីណាប្រៃចាស់ផ្ដើមឯងថាដល់យើងបញ្ចុះផ្ញើនឹងដីនោះបាន3ឆ្នាំមិនសងគូរួចឆ្នាំទី1យើងសងស្មៅដែលដុះដែលយើងអោយគោអោយផលិតស៊ីចិញ្ចឹមសត្វផលិតដែលធ្វើរស់ស៊ីចិញ្ចឹមខ្លួននេះឲ្យគុណស្មៅហើយនឹងដីដល់ទី2អោយគុណវឿឈើព្រៃវឿតសាយរបស់យើងនេះសាច់យើងសងគុណដីសងគុណស្មៅនោះដល់តសាយសងគុណវឿឈើវឿដល់ឆ្អឹងនេះគ្រប់3ឆ្នាំឆ្អឹងសងគុណឈើនេះបានចាស់តែតែងតែយើងដល់ហើយយើងត្រូវតែកប់សិនផ្ញើទាំងដីសិនបានសងគុណពធនីសងគុណវឿសងគុណឈើសិនបើយើងយកមកធ្វើបន់មកវារួចខ្លួនអត់មានចម្ពាក់ចម្ពឿនដូចទេបន្ទាប់ពីកប់បាន2ឬ3ឆ្នាំឬយូរជាងនេះគេនឹងលើកសពដោយកោះយកមកតែឆ្អឹងដែលរលួយអស់ហើយមកធ្វើពិធីរំលាយសពឬចម្រើនភ្លើងកម្មវិធីនេះយើងធ្វើបុណ្យរួមហើយថ្ងៃនេះជាកម្មវិធីឆាន់លើក្តារសម្រាប់គឺសពចេញពីកន្លែងដីដែលកប់ទួលណាចានៅក្នុងព្រៃស្រេចលោកសូនយូមកគាត់ឲ្យយើងបញ្ចុះនោះគោសាលាតំណូនអុយរួយអស់ហើយដល់មហាប្រធានមានកាញ់មកលោកឆាកមកលោកទាញខ្សែនោះឯងទាញខ្សែនោះមក3ដងមកយើងលើសពនោះឡើងលើគូមកដាក់ចនើដាក់ធ្វើចនើដាក់ក្នុងលងនោះលើកហើយគឺយើងលៀងក្តារលៀងអុយអាណាក្តារណាខូចទៅធ្វើថ្មីទៀតទៅក្តារណាដែលយើងខូចក៏យើងទុទៅទេចេះពិធីបុណ្យរំលាយសពនេះច្រើនធ្វើនៅខែមិញឬខែផលគុណនិងបូជាសពរួមគ្នាច្រើនហើយពិធីនេះមានកិច្ចច្រើនដំណាក់កាលណាស់សត្វខ្មោចអត់ចេះនិយាយណាស់ណានិយាយគឺគេមិនលឺនិយាយគឺគេមិនដេញក៏តែឯងបានគេមិនឲ្យធ្វើតែឯងវាអត់គ្នាគេហៅតែអត់ពួតណាកូនពេលលើក្តារមកយើងបាត់ក្តាររួចហើយបើយើងលួយសពនោះយកទៅទូឆ្ងាយនោះបើលួយទៅទូនោះទៅតររៀងទេឡើងបើយើងគេយកមកវិញយកវិញយើងដាក់តង្កល់សពនោះបានមកយប់ហើយពេលឡើងបើយើងត្រូវរៀបចំក្រានភ្លើងបងសពនោះទៅកើតមកជាតិធានមកចាន់បាយវេសនាមកគួរធ្វើបន់បណ្ណាតរនពីដល់យើងធ្វើម្នាក់ឯងអត់បានគ្រប់កិច្ចចេះទេអត់មានគ្រប់កិច្ចចេះទេយើងយកទៅបូចទៅដាក់បូជាឯណាឯនោះទៅឬតែឆ្អឹងយកមកចូលរួមទៅនេះទៅវាអត់នៅក្នុងហ៊ុំគេហៅថាមានចក្រវាលមានភ្នំមានទូភ្នំដោយយើងធ្វើបន់ចេះមានរាជវត្តទីក្នុងរូបបន់នោះហៅទៅទូផែនដីប៉ុន្តែរបងខាងក្រៅនោះគឺខាងក្រៅចក្រវាលដែរ
ជុំវិញจักรวาลនោះដោយអន្តរន័យថាចាគេថាណែហើយមានឲ្យបានបនទៅឋានសួគ៌ថ្នាទៅរកឋានសួគ៌កាន់ឋានសួគ៌ កិច្ចទាំងនេះបង្ហាញច្បាស់អំពីជំនឿលើការស្លាប់ជាការកើតពោលស្លាប់ពុំមានជាទីបញ្ចប់ឡើយ។